វិលមកជួបគ្នាទេដូចជាមិនបានជួបទេត្រូវចាញ់ទៅការធ្វើសិនត្រូវចាញ់ទៅការធ្វើបន្តិចសិនឃើញទេតាណាគ្រាន់តែឈប់showភ្លាមនឹកគិតថាធ្វើម៉េចទៅរលុយឲ្យបានតាចូលនិវត្តន៍ហើយអត់មានជាពាក់ម៉ោងក្រុមហ៊ុនណាទេតែតាគិតថាតើអញទៅរលុយនៅណាឲ្យបានចាយខ្លួនកើតមហារាជក្រីក្រណានៅក្នុងកប៉ៅខោកប៉ៅអាវក្រណាស់កូនអើយមានលុយត្រឹម$3,000អីនៅកប៉ៅទេណា$3,000មិនហ៊ានចាយទេទុកសំខ្លាចលោត្រូវការទិញនេះទិញនោះយកមកជួសជុលផ្ទះអីចឹងកាន់លុយ3-4,000នៅក្នុងកប៉ៅតែលុយនឹងចាយអត់បានទេភ័យខ្លាចដបូលលិចភ័យខ្លាចផ្ទះលិចភ័យខ្លាចនេះនោះភ័យខ្លាចអត់ម្ហូបឆ្កែអញ្ចឹងកាលណាធ្វើ show ហើយពេលមុនបិទ show នឹកឃើញអញទៅធ្វើអីឲ្យបានលុយឧបមាថាគេជួលឆ្កឹះចរកស៊ូនៅថ្នល់បើទៅជួយឆ្កឹះគេអាចបាន40អាចទិញបានសាច់មាន់ប្រទេសនេះបាន3ប្រទេសអស់ហើយអានេះ2ប្រទេសណាទិញបាន3ស្បោងហ្នឹងដែលយកមកចម្អិនណាអាចឆ្កែស៊ីបាន3ថ្ងៃហើយសំលុយបានទៅធ្វើការឲ្យគេទិញនេះយកមកទុកឲ្យឆ្កែអានេះគឺជាត្រីខកំប៉ុងដែលដាក់ក្នុងទឹកអត់មានដាក់អំបិលមិនដែលគិតរឿងនយោបាយអីទេគ្រាន់តែធ្វើ show ហើយអប់រំក្មេងហើយបញ្យលហើយនឹកឃើញត្រូវស្លៀកពាក់កៅអៅចិញ្ចូនប្រដាប់ប្រដាដាក់ឡានបើកទៅរកលុយចាយខ្លាចលោកបានព្រោះឥឡូវហ្នឹងធ្វើឲ្យគេបាន60ទៅ100ដែរណាមកផ្លែតហ្នឹងណាអញ្ចឹងងាកមក YouTube នោះបានខ្លះទៅងាកទៅ Facebook បានខ្លះទៅគ្រាន់តែចិញ្ចឹមខ្លួនហើយនឹងបាយឆ្កែហើយមិនបើចៅឯងក៏ខ្វល់ម៉េះអារឿងគេបូមខ្សាច់ហ្នឹងណាបើពួកចៅពិតជាយកចិត្តទុកដាក់នឹងបរិស្ថានអីមែនណាខែប្រាំងពេលខែប្រាំងទៅលោតទឹកទន្លេសាបមើលរាក់អស់ហើយមិនឃើញអបកាច់ណាយកប៉ែលទៅជួយកាយបឹងទន្លេសាបយកដីល្បប់មកដាំដំណាំហើយធ្វើឲ្យបឹងទន្លេសាបជ្រៅស្បត់ហើយចុះឈឺក្បាលម៉េះនៅមេកង់បាក់ច្រាំងនេះបាក់តាំងពីមុនខ្ញុំកើតរហូតដល់ឥឡូវបាក់តែរហូតពីព្រោះទន្លេហ្នឹងវាអញ្ចឹងឯងវាបាក់អញ្ចឹងចំណែកទន្លេសាបអត់ឃើញបាក់ច្រាំងទេប៉ុន្តែវារាក់មិនបានអត់មានអបកាច់ណាទៅជួយស្ដារហីតែដល់ពេលគេបូមខ្សាច់មានមាត់មានពាក្យទៅងាប់ត្រីអស់ហើយឆក់ត្រីអត់មានអាណានិយាយមួយម៉ាត់ណាចោលសម្រាមជិះកណូតដើរលេងចោលសម្រាមនៅបឹងទន្លេសាបអត់និយាយមួយម៉ាត់បឹងទន្លេសាបរាក់ក៏អត់និយាយដែរទៅផ្អើលនៅទន្លេមេគង្គបាក់ច្រាំងឯណោះនឹងហើយតែដល់ពេលគេហៅទៅអប់រំ
ថាគេជិះជាន់ខ្មែរដតីដែលគេខិតខំរស់ស៊ីរាល់ថ្ងៃគេអត់មានអ្នកណាហៅទៅអប់រំទេ20លានអ្នកនៅស្រុកខ្មែរគេអត់ទេចៅឯងអបសក់ចង់ឲ្យគេហៅទៅអប់រំនាងស្រីមួយដែលថតវីដេអូឲ្យជាចំណៃពួកកុលស័យយកមកត្រូលឌឺចុងក្រោយទៀតតាចាំឆ្មាអត់បានកូនតាអាឡែកស៊ីដាក់ទៅឆ្លក់ហ្មងអញ្ចឹងចៅហើយគិតរៀនទៅណាចៅណាចៅសំឡាញ់ខ្ញុំជំរាបលាខ្ញុំបានធ្វើមួយ show ទៀតទេខ្ញុំបើកឡានខ្ញុំធ្វើខ្លីៗបន្តិចបន្តួចខ្ញុំទៅធ្វើការផ្លែខែលោកបាន50-60គាត់ទៅទិញស្អីឲ្យឆ្កែស៊ីណាហើយនឹងសំលុយបន្តិចទៅសំបាន5000ហ្នឹងដាក់សោមស្បែកជើងទុកដាក់សោមស្បែកជើងខ្ជិលយកទៅដាក់ធនាគារដាក់សោមស្បែកជើងទុកក្បែរធុងសម្រាមសិនមានពេលយកទៅទិញឈើទិញជ័រអីយកមកជួសជុលផ្ទះអី